សូមជម្រាបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំសូមចែករំលែកអំពីសិភៅអំណាចគឺជាអំណាចដែលនិពន្ធឡើងដោយលោកឡាំលឹមចឹងមកខាត់ពេលវេលាយូរយើងចូលទៅមើលពីអារម្មណ៍កថាទាំងអស់គ្នាការអានគឺជាផ្នែកមួយនៃជីវិតសង្គមមួយខ្លាំងគឺសង្គមដែលមានប្រជាជនច្រើននិងនិយមចូលចិត្តការសិក្សារៀនសូត្រជាប្រចាំពេលខ្លះគុំថាឡើងដែលយើងប្រឹងអានដើម្បីសង្គមតែបើយើងតើបើបានប្រឹងអានដើម្បីអនាគតខ្លួនឯងគឺអាចហៅថាស្រឡាញ់សង្គមពិតទៅហើយយើងចំណាយលុយទិញលេលាបមុខលាបម្សៅដើម្បីឲ្យរូបរាងស្រស់ស្អាតសាច់សខ្ចីមុតមាត់រលោងស្អាតមិនត្រឹមតែប៉ុណ្ណោះយើងចំណាយលុយទិញកាហ្វេញ៉ាំស្ទើររាល់ថ្ងៃសកម្មភាពទាំងនេះគឺជាកិច្ចការបំពេញតម្រូវការតាមការសប្បាយកាយរីឯចំពោះការអានក៏អញ្ចឹងដែរវាគឺជាផ្នែកមួយនៃការចិញ្ចឹមព្រលឹងរបស់យើងរាងកាយត្រូវការអាហារហើយខួរក្បាលត្រូវការអាហារគំនិតអ្នកចូលចិត្តអានសៀវភៅគឺជាមនុស្សរស់តែអ្នកមិនចូលចិត្តអានសៀវភៅវិញគឺតែងតែស្លាប់ជារៀងរាល់ថ្ងៃមានឧបសគ្គជាច្រើនដែលរារាំងយើងមិនឲ្យចូលចិត្តអានសៀវភៅតែបើយើងមិនព្រមជំនះឲ្យឈ្នះទេគឺយើងនឹងជួបនៅឧបសគ្គដែលលំបាកជាងការអានទៅទៀតអ្នកមិនអានគឺប្រៀបដូចជាមនុស្សដែលឥតវិញ្ញាណយើងតែងតែនិយាយថាការអានគឺជាថ្នាំងងុយគេងដ៏មានប្រសិទ្ធភាពបំផុតត្បិតឲ្យតែពេលណាយើងកាន់សៀវភៅអានគឺដឹងតែយើងមានអារម្មណ៍ងងុយគេងភ្លាមប៉ុន្តែបើយើងមិនមានចិត្តអត់ធ្មត់ប្រឹងអានឲ្យបានច្រើនទេគឺយើងនឹងគេងលក់រហូតហើយអ្នកខ្លះបានសួរខ្ញុំថាយើងត្រូវធ្វើដូចម្ដេចយើងត្រូវធ្វើបែបណាទើបធ្វើឲ្យជីវិតយើងចង់អានសៀវភៅបើមែនតើទៅគឺគ្មានយន្តការណាមួយជំរុញឲ្យយើងចង់អានសៀវភៅទេតែអ្វីដែលយើងត្រូវដឹងគឺថាត្រូវអានរៀនអាននិងត្រូវបង្កើតទម្លាប់អានសៀវភៅអំណាចគឺជាអំណាចបែងចែកជា3ចម្ពោះធំចម្ពោះទី1និយាយអំពីតើហេតុអ្វីត្រូវអានចម្ពោះទី2និយាយអំពីត្រូវអានយ៉ាងដូចដេចចម្ពោះទី3និយាយអំពីតើណាជាស្មេទស្សនៈគ្រប់សំណួរទាំងអស់គឺសុទ្ធតែមានចម្លើយនៅក្នុងសៀវភៅនេះនិយាយរួមគឺរៀបរាប់ពីមូលហេតុដែលយើងត្រូវអានសៀវភៅវិធីសាស្ត្រអានសៀវភៅឲ្យមានប្រសិទ្ធភាពខ្ពស់និងគោលបំណងសំខាន់អំពីការសរសេរឬការនិពន្ធបង្កើតជាស្នាដៃបណ្ដុំគំនិតទស្សនៈនិងការយល់ឃើញដែលបានរៀបរាប់ក្នុងសៀវភៅនេះគឺសុទ្ធតែកើតចេញពីបទពិសោធន៍នៃការអានរបស់ខ្ញុំផ្ទាល់តែម្ដងព្រមទាំងបទពិសោធន៍នៃការដឹកនាំវេទិកាអំណាចតាំងពីឆ្នាំ2017មកម្លេះបើយើងត្រូវចេះសរសេរត្រូវចាប់ផ្ដើមអានហើយបើយើងចង់ដឹងពីវិធីនៃការអានឲ្យមានប្រសិទ្ធភាពចូលអានសៀវភៅនេះឲ្យចប់ចេះចាំច្បាស់អ្នកដែលគួរអានសៀវភៅនេះគឺគួរតែជាបណ្ណារក្សអ្នកចូលចិត្តអានឬអ្នកធ្លាប់អានសៀវភៅច្រើនតែមិនសូវបានផលឬរៀបចំកម្មវិធីបណ្ដុះបណ្ដាលការអានដល់យុវជនអ្នកចង់ខ្លាយខ្លួនឯងទៅជាអ្នកនិពន្ធអ្នកចង់ចែករំលែកចំណេះដឹងអំពីការអានសៀវភៅដល់មនុស្សជុំវិញខ្លួនបើស្រឡាញ់នរណាម្នាក់មិនថាជាក្តីស្រឡាញ់បែបប្រុសស្រីជាក្តីស្រឡាញ់ក្នុងន័យគ្រួសារជាក្តីស្រឡាញ់ក្នុងនាមមិត្តភក្តិជាក្តីស្រឡាញ់ក្នុងនាមជាបងប្អូនមិនថាជាក្តីស្រឡាញ់ក្នុងន័យណាទេសូម្បីតែមនុស្សដែលបងប្អូនមិនចូលចិត្តគឺសូមប្រកល់សៀវភៅនេះជូនទៅដល់បុគ្គលខាងលើជាចុងក្រោយខ្ញុំសូមអធិស្ឋានទុកជាមុនត្បិតខ្ញុំដឹងច្បាស់ណាស់ថានឹងធ្វើឲ្យមានការប៉ះពាល់អារម្មណ៍ដល់បងប្អូនខ្លះថ្ងៃសុក្រ15កើតខែផលបុត្រឆ្នាំកុរឯកស័កពុទ្ធសករាជ2563សៀមរាបថ្ងៃទី13ខែកញ្ញាឆ្នាំ2019ជាថ្ងៃសិលនិងពេញបរមីដោយក្តីគោរពស្រឡាញ់របស់ខ្ញុំរាប់អានពីខ្ញុំឡាំលឹមអ្នកដែលចាស់ចំណេះចូលខួរក្បាលគឺទទួលបាន
បញ្ញារីឯអ្នកដែលចាក់មនោចេតនាចូលបេះដូងគឺនឹងទទួលបានចិត្តសុខនិងទុក្ខដើរទន្ទឹមគ្នាតលតែគូក្បាលមានវិជ្ជាទើបបញ្ជាសេចក្តីទុក្ខឲ្យចេញឆ្ងាយពីចិត្តបានសាប័នអារម្មណ៍កថាសាប័នហេតុអ្វីត្រូវអានសៀវភៅនេះចំណេញពីការអានសៀវភៅនេះការសុំអធិស្ឋានជាពុកមួយតើហេតុអ្វីត្រូវអានហេតុអ្វីត្រូវអានសៀវភៅនេះបដារៈដែលមិនអានសៀវភៅតើនឹងជំរុញអ្នកដទៃឲ្យអានសៀវភៅយ៉ាងដូចម្តេចគ្រូបង្រៀនដែលមិនអានសៀវភៅតើនឹងជំរុញសិស្សឲ្យអានសៀវភៅយ៉ាងដូចម្តេចម្ដាយឪពុកដែលមិនអានសៀវភៅតើនឹងជំរុញឲ្យកូនអានសៀវភៅយ៉ាងដូចម្តេចមិត្តភ័ក្តិដែលមិនអានសៀវភៅតើនឹងជំរុញឲ្យមិត្តដទៃទៀតអានសៀវភៅយ៉ាងដូចម្តេចអ្នករៀបចំកម្មវិធីអំណានតាមសហគមន៍ដែលមិនអានសៀវភៅតើនឹងជំរុញយុវជនឲ្យអានសៀវភៅយ៉ាងដូចម្តេចសៀវភៅនឹងជូនជាគំនិតខ្លះៗអំពីទស្សនវិជ្ជានៃការអាននិងការសរសេរពេលណាមានអ្នកសួរអំពីរបៀបអានសៀវភៅគឺយើងប្រហែលជាអាចឆ្លើយបានខ្លះពីវិធីសាស្ត្រនៃការអានត្បិតយើងបានអានសៀវភៅនេះខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនអានសៀវភៅខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនអានព្យាយាមអានសៀវភៅនេះដដែលហើយត្រូវធ្វើយ៉ាងណាដើម្បីឲ្យការចងចាំនៅគំនិតខ្លះអំពីសៀវភៅការណាបើបានចងចាំហើយនឹងយល់អំពីគោលគំនិតល្អៗខ្លះពីសៀវភៅគឺធ្វើឲ្យយើងអាចចែករំលែកពីការអានដល់អ្នកដទៃបានអ្វីក៏ដោយបើត្រឹមតែមួយរស់ខ្លួនឯងគឺមិនសូវពិបាកប៉ុន្មានទេតែការចេះរស់នៅជួយយកអាសារអ្នកដទៃគឺមិនសូវស្រួលប្រហែលឡើយត្បិតយើងត្រូវមានទំនួលខុសត្រូវច្រើនការអានសៀវភៅក៏អញ្ចឹងដែរបើយើងអានយល់សម្រាប់តែខ្លួនឯងគឺពុំចាំបាច់អានច្រើនពុំចាំបាច់អានដែលរហូតដល់ចងចាំច្បាស់ទេតែបើគ្រាន់តែអានល្មមត្រឹមតែយល់សើគឺបានហើយជាទូទៅចំណេះដឹងខ្លះតែវាតម្រូវយើងចងចាំនិងចាំបានល្អខ្លះនឹងចាំបានល្អពីព្រោះបើចាំបានល្អយើងយល់ថែមទៀតគឺស្មើនឹងចេះបើយើងចេះច្បាស់វានឹងអាចធ្វើឲ្យយើងចេះបន្តច្នៃគំនិតទៅរករបៀបគិតផ្សេងមួយបែបទៀតបន្ថែមពីនេះអត្ថបទខ្លះអាចជាអត្ថបទដែលយើងធ្លាប់អានរួចហើយតែបើអានរួចគួរតែអានម្ដងទៀតយើងជាអ្នកជំនាន់មុនបើស្រឡាញ់សង្គមគឺប្រហែលជាត្រូវយកទំនួលខុសត្រូវមកដាក់នឹងខ្លួនច្រើនបន្តិចហើយការងារខ្លះគឺគ្មាននរណាមកពឹងពាក់ទេតែដោយសេចក្តីស្រឡាញ់គឺធ្វើឲ្យយើងស្ម័គ្រចិត្តធ្វើដោយគ្មានលក្ខខណ្ឌចំណុចចំណេញពីការអានសៀវភៅអំណាចគឺជាអំណាចទី1ចេះជ្រើសរើសសៀវភៅអានដោយមិនចំណាយលុយខុសគោលដៅទី2ចេះអានដោយយកចិត្តទុកដាក់អានដោយចេះមិនមែនអានយកចប់អានយកគុណភាពមិនមែនអានយកបរិមាណសៀវភៅទី3ពេលស្គាល់សៀវភៅដែលត្រូវអានចេះអានយកចេះគឺមិនខាតពេលវេលាទី4ចេះបន្សុទ្ធចំណេះដឹងពីសំណេរតាមរយៈការអានតាមរយៈការរៀននិងពិចារណាទី5ស្គាល់ចរិតអ្នកនិពន្ធចំណេះដឹងស្មេតាមរយៈស្នាដៃដែលខ្លួនបានអានទី6សម្រាប់អ្នកចង់រៀនសរសេរសំណេរសង្គមនិងអាចយល់អំពីចរន្តសំណេរខ្លះមុននឹងចាប់ផ្ដើមសរសេរសៀវភៅដោយខ្លួនឯងអ្វីដែលយើងគួរឲ្យទៅមនុស្សគឺទឹកចិត្តមនុស្សដែលបានខ្លាយទៅជាមនុស្សមានទឹកចិត្តហើយគឺងាយនឹងចេះចែករំលែកណាស់ទោះពេលនេះគ្មានអ្វីជាដុំកំភួនក៏ដោយតែថ្ងៃក្រោយទៅប្រកាសជាថាគ្មានទេអ្វីដែលយើងគួរឲ្យទៅជីវិតគឺការប្រឹងប្រែងជាប្រចាំទោះបីពេលនេះមិនបានផលឬក៏មិនទាន់ហុចតែថ្ងៃក្រោយទៅប្រកាសថាជីវិតនេះត្រូវលំបាកដោយសារតែការប្រឹងប្រែងទេក្នុងនាមជាអ្នកចេះដឹងអ្វីដែលយើងត្រូវឲ្យទៅកាន់សង្គមគឺគំរូភាពលុយស្ថិតនៅជាមួយនឹងមនុស្សអវិជ្ជមានមនុស្សគ្មានគំនិតគឺស្មើនឹងអត់កំណើតត្រីនៅក្នុងនំខ្ជិលគឺរស់បានតែមួយពេលមានសន្ទូចមានចំណេះដឹងស្ទូចត្រីជាមនុស្សចេះប្រឹងប្រែងជំនឿចេះប្រាំងគឺរស់នៅបានពេញមួយជីវិត
បើគ្មានសភៅដែលបង្រៀនមនុស្សល្អឲ្យខ្លាចជាមនុស្សរឹងមាំនិងខ្លាំងទេគឺមនុស្សអាក្រក់នឹងឆ្នះគ្រប់ពេលវេលាបើគ្មានសភៅដែលបំផុសស្មារតីឲ្យមនុស្សគិតសង្គមទេគឺសង្គមនឹងកព្រាឥតទីពឹងចិត្តប្រាត់តាមយតកម្មក្នុងដៃនយោបាយទុច្ចរិតមិនបង្រៀនមនុស្សឲ្យចេះថែរក្សាសង្គមបែកជាបង្រៀនមនុស្សឲ្យបូមប្រយោជន៍ពីសង្គមវិញដល់យូរទៅគឺមានតែអ្នកបេះផ្លែតែគ្មានអ្នកដាំបើដូច្នេះសង្គមនឹងរស់នៅស្គមរីងរៃរហូតដល់ថ្ងៃចុងក្រោយការសូមអធិស្ឋានខ្ញុំពិតជាបានបោះបង់ចោលនៅអារម្មណ៍ភ័យខ្លាចដែលត្រូវអ្នកដទៃស្អប់ឬមិនចូលចិត្តខ្ញុំបានបោះបង់ចោលនៅអារម្មណ៍រំជើបរំជួលពេលណាត្រូវបានអ្នកដទៃសរសើរអត្ថបទក្នុងសភៅនេះខ្ញុំជឿថាមានការប៉ះពាល់អារម្មណ៍ដែលអាចឲ្យអ្នកអានមានការឈឺចាប់និងសប្បាយចិត្តខ្លះតែដល់ពេលតែសូមដកការសោកស្រឡាញ់ចេញហើយប្រឹងអានដោយប្រើការត្រិះរិះពិចារណាវិញខ្ញុំគ្មានចេតនាអ្វីផ្សេងក្រៅតែពីចិត្តចង់ចែករំលែកចំណេះដឹងតាក់ទងទៅនឹងការអាននិងទស្សនវិជ្ជាខ្លះៗពីការសរសេរបើបងប្អូនបានអានដោយពិចារណាគ្រប់ជ្រុងជ្រោយហើយនៅតែឃើញថាគំនិតដែលខ្ញុំចែករំលែកនេះខុសគឺចាត់ទុកថាខ្ញុំពិតជាខមមែនទៅចុះផ្ទុយទៅវិញបើយល់ថាគំនិតដែលមានក្នុងអត្ថបទណាមួយត្រឹមត្រូវសូមកុំភ្លេចយកសៀវភៅអនុវត្តនិងចែករំលែកដល់បងប្អូនអានដទៃទៀតផងរឿងខ្លះនិយាយត្រូវតែមិនត្រូវនិយាយទេឬឯរឿងខ្លះទៀតត្រូវតែនិយាយតែមិនត្រូវតែនិយាយមិនត្រូវអ្នកដទៃស្អប់ខ្ញុំបើខ្ញុំនៅតែចេះនិយាយរឿងត្រឹមត្រូវតែមិនត្រូវនិយាយប៉ុន្តែខ្ញុំមិននិយាយរឿងដែលត្រូវតែនិយាយទេគឺខ្ញុំមិនគប្បីចំពោះខ្លួនឯងឡើយចំពោះទី1តើហេតុអ្វីត្រូវអានហេតុអ្វីត្រូវអានគ្រប់មេដឹកនាំពូកែបកែសិតតែជាអ្នកពូកែអានតែគ្រប់អ្នកអានទាំងអស់មិនមែនសិតតែអាចខ្លាចជាអ្នកដឹកនាំទេប៉ុន្តែយ៉ាងហោចណាស់ការអានក៏គង់តែនឹងអាចប្រាប់យើងទាំងអស់ឲ្យដឹងថាតើមេដឹកនាំប្រភេទណាយើងគួរដើរតាមនេះហៅថាអំណាចដើម្បីសង្គមដើម្បីឲ្យសង្គមមួយមានភាពអន់ថយគេពុំចាំបាច់ដុតកន្តិចសិភ័យចោលទេគ្រាន់តែពង្វក់ចិត្តមនុស្សកុំឲ្យចង់អានគឺគ្រប់គ្រងក្នុងការបំផ្លាញប្រទេសទាំងមូលឲ្យអន្តរាយបានហើយក្នុងមាតុភូមិណាក៏ដោយគ្រប់គ្នាសិតតែប្រកួតក្នុងមាតុភូមិណាក៏ដោយគ្រប់គ្នាគួរតែប្រកួតទឹកដីរបស់ខ្លួននិងប្រជាជនរបស់ខ្លួនឲ្យទៅប្រទេសដទៃដែលកំពុងឈ្លានពានខ្លួនបើខ្លួនគ្មានសមត្ថភាពការពារឬគ្មានសមត្ថភាពអភិវឌ្ឍឲ្យចម្រើនរុងរឿងទេត្បិតប្រទេសដទៃប្រហែលជាមានសមត្ថភាពធ្វើឲ្យរីកចម្រើននេះហើយគឺជាមូលហេតុដែលយើងត្រូវប្រឹងប្រែងអានសៀវភៅខ្លះអាចជួយដើម្បីជាតិអានសៀវភៅខ្លះអានដើម្បីជួយជាតិឬអានសៀវភៅខ្លះទៀតគឺអានដើម្បីជួយខ្លួនឯងបើមែនទែនទៅការជួយជាតិនិងជួយខ្លួនឯងគឺមិនសូវខុសគ្នាប៉ុន្មានទេតែយើងត្រូវអានយ៉ាងដូចដេចខ្ជិលអានពេលយើងឈឺការលេបថ្នាំគឺវាអាចធ្វើឲ្យយើងឆាប់ជាសះស្បើយបានពេលខ្លះទៀតជំងឺខ្លះមិនអាចលេបថ្នាំជាសះស្បើយទេតែត្រូវតែចាក់ថ្នាំអ្នកខ្លះមិនចូលចិត្តការលេបថ្នាំឬអ្នកខ្លះទៀតជាមនុស្សខ្លាចបញ្ចូលជាងការខ្លាចសេចក្តីស្លាប់ទៅទៀតយើងយល់ស្របថាការអានវាអាចជួយឲ្យជីវិតយើងល្អប្រសើរតែពេលខ្លះយើងមិនព្រមអានទេដោយសារតែយកលេសថាងុយគេងយកលេសថាសិភៅពិបាកអានពិបាកយល់ដោយយកលេសថាខ្វះលុយទិញសិភៅអានយកលេសថារវល់ច្រើនគ្មានពេលអាននិងរកលោះដោយសារ100ជំពូកការអានគឺមិនសូវខុសពីការព្យាបាលជំងឺទេបើយើងមិនសុខចិត្តលេបថ្នាំទោះចូលចិត្តឬមិនចូលចិត្តក៏ដោយឬបើយើងមិនព្រមឈឺសាច់ខ្លះដោយសារតែមិនចូលចាក់ថ្នាំទេគឺយើងមិនអាចជាសះស្បើយពីជំងឺឡើយបើយើងល្ងងហើយមិនសូត្រនឹងប្រាំងប្រែងអានថែមទៀតតើអាចរស់នៅមានជីវិតយ៉ាងដូចដេចកើតបើយើងក្រហើយខ្ជិលទៀតតើអាចរស់នៅមានសេចក្តីសុខបានម្ដេចនឹងកើតបើយើងមានតែលេសដោះសាររហូតអញ្ចឹងតើយើងនឹងរំពឹងលទ្ធផលម្ដេចកើត
បើមិនធ្វើអ្វីសោះតើយើងមានចិត្តតវ៉ាចង់បានអ្វីល្អប្រសើរដូចអ្នកប្រឹងធ្វើសកម្មភាពដេចកើតមើលសៀវភៅដែលមនុស្សម្នាក់កាន់អានបើចង់ដឹងថាហេតុអ្វីមនុស្សនេះខ្លាំងឬខ្សោយមើលសកម្មភាពនៃទង្វើថ្ងៃនេះបើសិនជាចង់ដឹងថាតើអនាគតរបស់គាត់នឹងខ្លាចជាអ្វីមនុស្សដែលគិតរាប់អានបើចង់ដឹងថាគាត់ជាមនុស្សបែបណានិងមានចរិតបែបណាមើលចរិតតស៊ូឬអត់មើលចរិតអត់ធ្មត់ឬអត់និងមើលចរិតខំមិនលែងឬអត់បើចង់ដឹងថាគាត់ខ្លាំងក្នុងកម្រិតណាបើធៀបទៅនឹងមនុស្សម្នាផ្សេងទៀតបើចង់ដឹងថាហេតុអ្វីមានថ្ងៃនេះចូលមើលអតីតកាលរបស់ខ្ញុំបើចង់ដឹងថាពីមុនខ្ញុំមានចរិតបែបណាសូមមើលសកម្មភាពអតីតកាលរបស់ខ្ញុំបើចង់ដឹងថាអនាគតខ្ញុំនឹងទៅយ៉ាងណាចូលមើលសកម្មភាពថ្ងៃនេះរបស់ខ្ញុំចង់ដឹងថាតើខ្ញុំចេះអ្វីយល់បែបណាសូមស៊ើបឲ្យដឹងថាសៀវភៅដែលខ្ញុំចូលចិត្តអានបំផុតត្រូវដឹងថាគំនិតដែលយើងប្រកាន់នេះនឹងកំណត់សកម្មភាពរបស់យើងធ្វើអ្វីយើងធ្វើអ្វីគឺបានផលនឹងផលបែបណាវាកំណត់ថាយើងខ្លាំងប៉ុណ្ណាឬខ្សោយប៉ុណ្ណាអធិស្ឋានផងខ្ញុំសូមនិយាយដល់ត្រង់មនុស្សណាដែលអានសៀវភៅពី3ទំព័រហើយកើតចិត្តខ្ជិលនេះមួយមនុស្សណាដែលអានសៀវភៅពី3នាទីហើយកើតចិត្តរអ៊ូថាវែងណាស់នេះមួយមនុស្សដែលធ្វើអ្វីដោយឲ្យតែគ្មានការតាំងចិត្តមានគំនិតរកស្រួលស្រាប់នោះគឺពិបាករស់ខ្លាយទៅជាមនុស្សមានកំណត់ខ្លាំងណាស់លើសពីនេះការរស់នៅបែបនេះគឺរស់ក្នុងនាមជាអ្នកចាញ់ខ្លួនឯងព្រមទាំងបំរើតែតណ្ហាខ្លួនឯងប៉ុណ្ណោះបើឲ្យជ្រើសរើសរវាងចំណេះដឹងនិងអារម្មណ៍អណ្ដែតអណ្ដូងត្រាម៉ាគឺជាមនុស្សភាគច្រើនបោះបង់ចំណេះដឹងចោលរួចជ្រើសរើសយកភាពអណ្ដែតអណ្ដូងបើឲ្យជ្រើសរើសយកការពិតនិងការបោកប្រាស់គឺជាមនុស្សនឹងជ្រើសយកការបោកប្រាស់សំខាន់ឲ្យតែសប្បាយបើឲ្យជ្រើសរើសសៀវភៅដែលខ្លួនត្រូវអានសៀវភៅដែលខ្លួនចូលចិត្តអានគឺជាមនុស្សនឹងជ្រើសយកសៀវភៅដែលខ្លួនចូលចិត្តអាននេះហើយដែលហៅថារបៀបរស់នៅបំពេញតែតណ្ហានៃខ្លួនចង់ជួយខ្លួនឯងចង់ជួយគ្រួសារចង់ជួយចិត្តប៉ុន្តែបើបានដើរឲ្យតែផុតរឿងខ្លួនឯងគឺល្អណាស់ទៅហើយដំណើរជីវិតដែលរស់នៅបំរើតែតណ្ហានៃខ្លួនបែបនេះបើទោះបីជាកើត100ជាតិទៀតក៏ស្រាយខ្លួនពីការចម្ពាក់នេះមិនបានផងបើជប់សៀវភៅដែលអានពិបាកយល់គឺត្រូវតស៊ូអានឲ្យយល់គិតឲ្យដល់ពលឲ្យត្រូវបើជួបរឿងលំបាកក្នុងជីវិតគឺត្រូវតែប្រឹងប្រែងយកឈ្នះឲ្យខាន់តែបានឬយ៉ាងហោចណាស់បានប្រឹងប្រែងឲ្យអស់ពីសមត្ថភាពខ្លួនឯងសិនត្រូវចេះរៀនធ្វើជាមនុស្សដែលអាចតស៊ូនឹងការលំបាកនិងយកឈ្នះនៅសេចក្តីឈឺចាប់ការតស៊ូរបៀបនេះទើបអាចធ្វើឲ្យយើងរីកចម្រើនទៅមុខបានសៀវភៅគឺជាមិត្តល្អខ្ញុំចេះតែឆ្ងល់មនុស្សខ្លះគឺតើតែពេលជប់ទុកទើបប្រឹងរត់ទៅរកដំណោះស្រាយពេលសុខតែងតែសប្បាយចេះតែសប្បាយដាច់បង្ហៀតែដល់ពេលទុកវិញប្រឹងរត់រកយ៉ាងវេទនាពាក្យខ្មែរលោកថាការពារប្រសើរជាងជាបាលពេលសុខពេលស្រួលតែបែរជាមិនត្រៀមសម្ភារៈប្រយុទ្ធក្រែងលោអាសន្នអន់ក្រមកញោមញីដោយប្រការណាមួយតែដល់ពេលកាត់ទុកទើបប្រឹងAlbert Einstein ដែលជារូបវិទូសតវត្សទី20និយាយថាមនុស្សឆ្លាតតែងដោះស្រាយបញ្ហាតែអច្ឆរិយបុគ្គលតែងការពារបញ្ហាកុំឲ្យកើតឡើងសុភាសិតចិនលើកឡើងថាពេលក្រកុំអស់សង្ឃឹមហើយពេលមានកុំភ្លើតភ្លើនមនុស្សជាច្រើនមិនមែនស្លាប់ដោយសារតែខ្លួនខ្សោយឬមិនមែនខ្លាំងដោយសារតែខ្លួនខ្លាំងទេប៉ុន្តែមនុស្សស្លាប់ដោយសារតែបាក់ទឹកចិត្តបាត់សតិដឹងផ្លិចទប់ស្មារតីពេលជួបបញ្ហាធំហើយមនុស្សខ្លាំងគឺខ្លាំងដោយសារតែមានសតិដឹងជប់ជានិច្ចតើដឹងសតិរបៀបណាយ៉ាងដូចដេចសតិដឹងគឺដឹងថាក្នុងលៀបមានគ្រោះក្នុងគ្រោះក៏មានលៀបជ័យជំនះណាដែលឋិតថេរ
ใจចំណេះណានឹងថិតថេរទេដរាបណាបើយើងភ្លេចខ្លួនខ្មែរយើងមានរៀនអំពីរឿងរ៉ៃនិងស្រមោចខ្ញុំតែងឮពាក្យថាចូលប្រើសន្តិភាពឲ្យមានប្រសិទ្ធភាពពាក្យនេះគឺចង់ដាស់តឿនក្រោយរំលឹកដល់មនុស្សទាំងឡាយដែលមានស្ថានភាពល្អឲ្យចេះប្រើប្រាស់ពេលវេលាល្អមកបង្កើតប្រយោជន៍ដល់ខ្លួនហើយនឹងត្រៀមខ្លួនត្បិតអនាគតយើងមិនអាចដឹងថាតើមានរឿងហេតុអាក្រក់អ្វីកើតឡើងឡើយដោយជាក់ហេតុមួយឡើយចំពោះរៀនការសិក្សាឬការអានសៀវភៅក៏ដូចគ្នាដែរអ្នកខ្លះនិយាយថាសៀវភៅគឺជាមិត្តតែខ្ញុំយល់ថាសៀវភៅខ្លះកំដរអ្នកខ្លះបានត្រឹមតែកាត់ទុកមិននោះតែដល់ពេលសុខក៏ដាច់ចិត្តបបងសៀវភៅចោលមិត្តល្អដល់ថ្ងៃស្លាប់បើស្រឡាញ់ខ្លួនឯងយើងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាបដោយកុំយកមកអានម្ដងម្កាលពេលខ្លួនឯកោសៀវភៅតែងតែផ្ដល់ចំណេះដឹងច្រើនដល់មនុស្សចំណេះដឹងច្រើនបញ្ហាជីវិតមិនសូវមានទេតែបើចំណេះដឹងតិចវិញបញ្ហាជីវិតវានឹងកក់ឡើងច្រើនសម្បើមណាស់ចូលយើងប្រឹងអានដើម្បីទុកចំណេះដឹងដោះស្រាយបញ្ហាពេលអានពេលអាសន្នតែគុំទុកដល់បញ្ហាកើតឡើងហើយទើបរត់ទៅរកសៀវភៅមកអានឲ្យសោះពេលខ្លះរត់មកទៅដល់កន្លែងរសារទុកដំណោះស្រាយផងក៏អាចដាច់ខ្យល់ស្លាប់ក៏មានដែរខ្ញុំហ៊ានធានាចំណេះដឹងធ្វើឲ្យយើងចេះរស់នៅពេលដល់ដំណាក់កាលដែលយើងចេះរស់នៅពិតប្រាកដហើយចំណេះដឹងនឹងវាខ្លាយទៅជាសម្រាមខ្ញុំនិយាយថាចំណេះដឹងនេះជាសម្រាមត្បិតពេលណាមួយយើងជ្រាបអំពីចំណេះដឹងខាងចិត្តវិញ្ញាណស៊ីជម្រៅយើងនៅទូស្គាល់ថាសេចក្តីសុខគឺនៅក្នុងចិត្តតែមិនមែននៅក្នុងក្បាលដែលមានទិន្នន័យច្រើនហួសវាទេបណ្ដុះអ្នកអានបានអ្នកនិពន្ធសម្រាប់អ្នកអានគឺផ្នែកសំខាន់បំផុតសម្រាប់ស្ដាប់គឺត្រចៀកសំខាន់បំផុតរីឯសម្រាប់អ្នកនិពន្ធគឺការអានសំខាន់ចង់ធ្វើជាអ្នកនិពន្ធគឺត្រូវរៀនអានចង់បកកាយគិតគឺត្រូវតែបកកាយអានចង់ធ្វើជាអ្នកអានបកកាយគឺត្រូវអានឲ្យត្រូវក្បួនអានឲ្យត្រូវសៀវភៅកុំទៅផ្លូវវាងការអានការគិតការសរសេរគឺជាបងប្អូនបង្កើតនឹងគ្នាគុណភាពសំណេរក៏ត្រូវវាស់ដោយសមត្ថភាពនៃអំណាចរបស់ស្មេបើស្មេមិនប្រកែកអានទេគឺស្មើនឹងមិនប្រកែកគិតបើស្មេមិនប្រកែកគិតគឺស្មើនឹងមិនប្រកែកសរសេរបើស្មេមិនប្រកែកសរសេរមិនប្រកែកគិតទេគឺនាំឲ្យសំណេរមិនសូវមានខ្លឹមសារបណ្ដុះអ្នកអានត្រឹមតែមួយចំនួនគឺយើងនឹងបង្កើតអ្នកនិពន្ធរាប់ចំនួនទៅមុខខ្ញុំមើលឃើញឥទ្ធិពលនៃអំណាចថាវាពិតជាអាចជួយសង្គមបានពិតមែនដោយមិនថាថ្ងៃឬក៏ថ្ងៃក្រោយឡើយមិនថាថ្ងៃនេះឬថ្ងៃក្រោយឡើយខ្ញុំមើលឃើញថាជំនាញអាននេះគឺត្រូវតែចេះពីព្រោះបើមិនចេះអានគឺអានខាតពេលបើមិនចេះអានគឺអានឥតបានផលទស្សនៈជនជាតិជ្រាបតែងដំណើរថាគ្មានបុគ្គលឆ្លាតឯណាដែលមិនកាន់សៀវភៅនោះទេសង្គមដែលគ្មានសៀវភៅល្អគឺដោយសារតែគ្មានអ្នកបកកាយអានសង្គមដែលគ្មានអ្នកជំនាញអានគឺនឹងមិនអាចបង្កើតអ្នកនិពន្ធបកកាយអានបកកាយបានឡើយនៅពីក្រោយទឹកជំនួយដ៏មាននៅពីក្រោយទឹកជំនួយក៏មានទឹកជំនួយនៅពីក្រោយអ្នកនិពន្ធបកកាយគឺជាអ្នកអានបកកាយនៅពីក្រោយអ្នកអានដល់ពូកែគឺមានសៀវភៅល្អស្រីស្អាតគូនឹងអ្នកក្លាហានរីឯអ្នកពូកែអានគឺរមែងមានសៀវភៅល្អអានរឹបមិនអស់ចង់ខ្លាចជាអ្នកនិពន្ធត្រូវដឹងសៀវភៅដែលត្រូវអានអ្នកនិពន្ធមានទឹកដៃសរសេរល្អគឺសិតតែកើតចេញពីអ្នកអានដល់ពូកែឬបទពិសោធន៍ឆ្លងកាត់ជាក់ស្ដែងអ្នកអានពូកែគឺជាម្ចាស់នៃសៀវភៅល្អស្គាល់សៀវភៅល្អច្រើនអានសៀវភៅបើកផ្លូវឲ្យចិត្តរុងរឿងពាក្យថាស្រឡាញ់តែមួយម៉ាត់គឺពុំគ្រប់គ្រាន់តែបើអាចបំពេញអត្ថន័យនៃសេចក្តីស្រឡាញ់ដ៏ពិតប្រាកដបានដែលអាចបំពេញអត្ថន័យនៃសេចក្តីស្រឡាញ់ដ៏ពិតប្រាកដបានឡើយចិត្តស្រឡាញ់ដែលគ្មានរូបរាងគឺមិនអាចបំពេញនិយមន័យនៃសេចក្តីស្រឡាញ់ឲ្យបានពេញលេញ
ទេព្រោះស្រឡាញ់ពិតមែនមិនស្ថិតនៅលើសម្ដីតែម្យ៉ាងឡើយឬស្រឡាញ់ពិតមិនស្ថិតលើត្រឹមតែចិត្តម្យ៉ាងឡើយតែស្រឡាញ់ពិតគឺត្រូវតែស្រឡាញ់នឹងដៃតើស្រឡាញ់នឹងដៃយ៉ាងដូចដេចស្រឡាញ់នឹងដៃគឺយកដៃយកកម្លាំងមកប្រឹងបំលែងពាក្យស្រឡាញ់និងចិត្តស្រឡាញ់ឲ្យคล้ายទៅជាសកម្មភាពជាក់ស្ដែងដែលអាចនាំលទ្ធផលជាក់ស្ដែងបាននេះជាដំណាក់កាលចុងក្រោយនៃសេចក្តីស្រឡាញ់អ្វីគ្រប់យ៉ាងដើម្បីឲ្យយមន័យនៃសេចក្តីស្រឡាញ់คล้ายជាការពេញលេញបើស្រឡាញ់សង្គមត្រូវប្រឹងរៀននិងប្រឹងអានសៀវភៅឲ្យបានច្រើនផ្ទុយទៅវិញចិត្តថាស្រឡាញ់ពាក្យដែលនិយាយចេញថាស្រឡាញ់តែមិនប្រឹងរៀនមិនប្រឹងអាននិងមិនប្រឹងធ្វើឲ្យខ្លួនឯងរីកចម្រើនគឺស្រឡាញ់បែបនេះមិនត្រូវរបៀបឡើយសង្គមយើងត្រូវសង្កត់គឺស្កត់ទាំងដួងបលឹងសង្គមទាំងវិញ្ញាណសង្គមនិងកាយប្រជាជនស្កត់ពលឹងគឺមានន័យថាមនុស្សគ្មានអារម្មណ៍ពលនៅមនោចេតនាសង្គមពិតប្រាកដសកាយគឺស្កត់កាយគឺមានន័យថាមនុស្សទុកខ្លួនឯងឲ្យទំនេរខ្ជិលច្រអូសមិនប្រឹងរៀនមិនប្រឹងទៅមុខខ្លាចមុខខ្លាចក្រោយស្កត់វិញ្ញាណគឺមានន័យថាវិញ្ញាណដូនតាខ្មែរអង្គរមិនស្ថិតក្នុងដួងព្រលឹងខ្មែរបច្ចុប្បន្នឡើយបើសិនជាផ្នែកខ្លះនៃវិញ្ញាណដូនតាបានចូលមកលាយឡំដួងព្រលឹងខ្មែរបច្ចុប្បន្នម្លេះនឹងមានយុវជនឬប្រជាជនអាចពលអារម្មណ៍ស្រឡាញ់សង្គមហើយប្រឹងប្រែងឬពេលខ្លះមានអារម្មណ៍នឹករំលឹកដល់ចៃដន្យគ្មានហេតុផលចំពោះមនុស្សជាតិអង្គុយក៏កើតចិត្តនឹករលឹកដល់ចិត្តចេះមើលសង្គមដល់ចិត្តឈឺឆ្អាលហើយពេលខ្លះទៀតចង់រស់នៅប្រឹងប្រែងជួយសង្គមដោយគ្មានអ្នកនាំគិតនេះជាអារម្មណ៍ដែលកើតចេញពីវិញ្ញាណដូនតាលាយឡំបើនិយាយឲ្យហួសពីចំណាត់ថ្នាក់គោលក្បាលគឺយើងធ្វើអ្វីទាំងរូបិយនិងអរូបិយត្រូវគេសង្កត់ទាំងអស់នៅក្នុងសង្គមយើងតាំងពីដើមរៀងមកប្រជារាស្ត្ររស់នៅសាមញ្ញធម្មតាពឹងអំណាចខ្លួនឯងបានហើយតែមេដឹកនាំសង្គមបើចង់រស់នៅជួយជ្រោមជ្រែងសង្គមគឺត្រូវពឹងរបស់ក្រៅខ្លួនថែមទៀតជាប្រវត្តិសាស្ត្រកន្លងមកមានមេដឹកនាំងប់ងល់នឹងរឿងក្រៅខ្លួនហួសហើយក៏មានមេដឹកនាំប្រមាថរឿងក្រៅខ្លួនជ្រុលដែរចង់ជួយសង្គមត្រូវចូលរួមចំណែកជំរុញការអានបន្សុទ្ធវប្បធម៌អាក្រក់ចេញប្រើជីវិតបញ្ច្រាស់នឹងរបៀបរស់នៅរបស់សង្គមបច្ចុប្បន្នតិចត្បិតស្របគ្រប់ពេលគឺមិនទៅមុខឡើយកំទេចសិភៅគឺកំទេចជាតិបើចង់បំផ្លាញវប្បធម៌នៃសង្គមមួយអ្នកពុំចាំបាច់លុតកំទេចសិភៅចោលអស់ទេប៉ុន្តែគ្រាន់តែធ្វើឲ្យមនុស្សក្នុងសង្គមលែងចង់អានសិភៅគឺគ្រប់គ្រាន់ហើយដើម្បីបំផ្លាញប្រទេសទាំងមូលបំផ្លាញប្រទេសមួយទៅហើយមានសិភៅពេញទូមានសិភៅពេញបណ្ណាល័យតែមនុស្សមិនចូលចិត្តអានគឺមិនខុសពីដុតសិភៅចោលឡើយមានសិភៅតែមិនអានគឺស្មើនឹងដុតសិភៅចោលការអានមិនអាចឲ្យយើងទាំងអស់គ្នាខ្លាចជាអ្នកណែនាំបានទេប៉ុន្តែវាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាមការអានគឺជាផ្នែកមួយនៃការអប់រំមនុស្សដែលមានការអប់រំខ្ពស់រមែងធ្វើឲ្យសង្គមរីកចម្រើនគ្រប់ប្រទេសដែលរីកចម្រើនខ្លាំងក្លានិងមានការវិវត្តខ្លាំងក្លាទាំងអស់គឺសុទ្ធតែដោយសារប្រជាជនក្នុងប្រទេសនេះមានចំណេះដឹងខ្ពស់ប្រទេសក្រីក្រគឺជាភស្តុតាងនៃការបង្ហាញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនឬសង្គមឬមនុស្សក្នុងសង្គមវាមានន័យថាការយល់ដឹងរបស់ប្រជាជនកម្រិតត្រឹមណានោះកម្រិតនៃការរីកចម្រើនសង្គមនិងការវិវត្តរបស់សង្គមក៏ស្ថិតក្នុងរង្វង់នោះដែរសច្ចភាពជាទ្រឹស្ដីសកលនិងការអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឲ្យតម្លៃខ្លាំងទៅលើការអប់រំមេដឹកនាំសិង្ហបុរីលីខ្វាន់យូលើកឡើងថាការវិវត្តខួរក្បាលរបស់ប្រជាជនសិង្ហបុរីពីមុនមេដឹកនាំអាហ្វ្រិកខាងត្បូង Nelson Mandela ថាការអប់រំគឺជាអាវុធដ៏មានអានុភាពខ្លាំងក្លាបំផុតសម្រាប់ឲ្យយើងប្រើប្រាស់ដើម្បីផ្លាស់ប្ដូរពិភពលោកទាំងមូលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាលើកឡើងថាបើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេនោះមានន័យថាអ្នកបោះបង់ប្រទេសរបស់អ្នកចោលហើយចំណេះដឹងចំពោះជីវិតមនុស្សវិញតាមពិតមនុស្សខ្លះរស់នៅបានសុខដោយសារតែការប្រឹងប្រែងសង្វាត់សិក្សានិងការប្រឹងប្រែងអានសៀវភៅមនុស្សខ្លះ
ដែលពុំសូវបានអានគឺពួកគេស្លាប់ស្ទើរតែរាល់ថ្ងៃពីព្រោះគេជួបបញ្ហាជីវិតរាល់ថ្ងៃហើយគេទូន្តែនឹងជីវិតរាល់ថ្ងៃចំណេះដឹងច្រើនតែនាំឲ្យមានបញ្ហានៃជីវិតកាន់តែតិចហើយចំណេះដឹងតិចគឺធ្វើឲ្យបញ្ហានៃជីវិតកាន់តែកើនឡើងច្រើនចឹងខ្ញុំពីលុតថ្ងៃនេះខ្ញុំអានទៅសូមអរគុណសូមជម្រាបលាយើងជួបគ្នានៅការអំណាចនៅថ្ងៃក្រោយទៀតបាទសូមអរគុណ